ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះបើជួបគ្នាទៀតហើយនៅក្នុងនេះយើងមើលពីរឿងលុយកាក់របស់អ្នកថាតើល្អកម្រិតណាទៅនៅក្នុងខែមិនិនាឬក៏ខែ3នេះដូច្នេះហើយចូលតាមដានទស្សនាទាំងអស់គ្នាក្នុងនោះសូមសិលកាតចំនួន4សិលឹកថាតើនៅក្នុងចំណោម4សិលឹកហ្នឹងបងប្អូនទាំងអស់គ្នាមានស្ថានភាពលុយកាក់ល្អកម្រិតណាដែរតើលុយកាក់របស់អ្នកនៅក្នុងខែមិនិនានេះយ៉ាងណាដែរសម្រាប់លុយកាក់របស់បងប្អូនទាំងអស់គ្នាគឺមួយឃើញថាល្អដោយសារតែអ្នកទាំងអស់គ្នាជាមនុស្សដែលមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនក្នុងការរកលុយកាក់ដោយសារតែអ្នកទាំងអស់គ្នាមានចំណេះជំនាញខុសប្លែកពីអ្នកដទៃដែលអាចរកលុយកាក់បានចូលមកច្រើនច្រកច្រើនផ្លូវខុសប្លែកពីគេតែម្ដងដូចនេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចនឹងថាមានការងាយស្រួលក្នុងការរកលុយកាក់ទៅវិញដោយសារតែអ្នកទាំងអស់គ្នាចេះប្រើគំនិតនិងបញ្ញារបស់បងប្អូនទាំងអស់គ្នាផ្ទាល់ដែលអាចរកលុយកាក់បានចូលមកច្រើនគ្រប់ច្រកគ្រប់ផ្លូវមានន័យថារឿងលុយកាក់គឺអ្នកទាំងអស់គ្នាមានមធ្យោបាយក្នុងការរកចំណូលចូលមកបន្ថែមហើយមិនត្រឹមតែប៉ុណ្ណោះទៀតក៏មានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ចំណេញចូលមកផងដែរដោយសារតែអ្នកទាំងអស់គ្នាមានវិធីសាស្ត្រទីផ្សារខុសប្លែកពីអ្នកដទៃដូច្នេះហើយមើលឃើញថាល្អមែនទែនឥឡូវនេះយើងមើលថាតើបងប្អូនទាំងអស់គ្នាមានស្ថានភាពលុយកាក់យ៉ាងណាទៀតនៅក្នុងអំឡុងខែមិនិនាឬក៏ខែ3នេះតើអ្វីទៅដែលល្អពិសេសសម្រាប់អ្នកពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ហ្នឹងមើលឃើញថានៅក្នុងពេលវេលានេះគឺជាពេលវេលាមួយដែលល្អសម្រាប់បងប្អូនទាំងអស់គ្នាមើលឃើញថាអ្នកទាំងអស់គ្នាជួបរឿងល្អវិញហើយពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អាចថាពីមុនមិនមែនអ្នកទាំងអស់គ្នាជួបល្អបែបហ្នឹងដែរអាចមានជួបបញ្ហាដែរប៉ុន្តែដល់ពេលអ្នកទាំងអស់គ្នាឆ្លងកាត់ជាមួយនឹងបញ្ហាទាំងអស់ហ្នឹងហើយជីវិតអ្នកទាំងអស់គ្នាអាចនឹងជួបរឿងល្អវិញដូច្នេះហើយនៅក្នុងនេះមើលឃើញថារឿងលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែមិនិនាអាចនឹងមានជីវិតរស់នៅបែបសុខសប្បាយមានភាពគ្រប់គ្រាន់គ្រប់ផ្នែកគង់វង្សតែម្ដងដូច្នេះហើយក៏អាចមានការទទួលបានជោគលាភធំដុំចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាផងដែរបើសិនជាមានបំណុលចម្ពាក់ជាប់អីហ្នឹងគឺមើលឃើញថាអាចនឹងត្រូវបានបញ្ចប់ផងដែរដូច្នេះហើយគឺល្អមែនទែនថាតើលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែមិនិនានេះយ៉ាងណាដែរសម្រាប់នៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាអត់សូវមានការពេញចិត្តជាមួយនឹងចំណូលដែលអ្នកទាំងអស់គ្នារកបាននៅក្នុងពេលបច្ចុប្បន្ននេះទេដូច្នេះហើយមើលឃើញថាដោយសារតែអ្នកទាំងអស់គ្នាមានការខិតខំប្រឹងប្រែងខ្លាំងប៉ុន្តែសមិទ្ធផលឬក៏ផលដែលតបស្នងពាក់ព័ន្ធជាមួយរឿងលុយកាក់វិញគឺវាអត់ស័ក្តិសមជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាខំប្រឹងសោះដូចនេះធ្វើអ្នកទាំងអស់គ្នារៀងមានការអន់ចិត្តបន្តិចជាមួយនឹងរឿងលុយកាក់ដែលមាននៅក្នុងពេលបច្ចុប្បន្នដោយសារតែអ្នកទាំងអស់គ្នាគិតថាលុយកាក់គឺអាចនឹងទទួលបានច្រើនជាងនឹងប៉ុន្តែដល់ពេលវាបានមកតិចអញ្ចឹងធ្វើឲ្យបងប្អូនទាំងអស់គ្នារឿងមានការអន់ចិត្តខ្លាំងមែនទែនឬក៏អរថាការពីមុនណាបងប្អូនទាំងអស់គ្នាមានការចង់បានអ្វីមួយចំនួនខ្លាំងមែនទែនប៉ុន្តែអាចនឹងថាដល់ខែ3ឬក៏ខែមិនិនាហ្នឹងអ្នកទាំងអស់គ្នាបោះបង់ចោលនៅការចង់បានទាំងអស់ហ្នឹងលែងចង់បានលែងខ្វល់ខ្វាយលែងគិតដោយការពីមុនទៀតហើយដូច្នេះហើយនៅក្នុងហ្នឹងក៏មានន័យបែបហ្នឹងដូចគ្នាដែរឥឡូវនេះយើងមើលថាតើលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែមិនិនាឬក៏ខែ3នេះយ៉ាងណាដែរសម្រាប់នៅក្នុងនេះមើលឃើញថាល្អសម្រាប់បងប្អូនទាំងអស់គ្នាដោយសារតែនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់មែនទែននៅក្នុងការរកលុយកាក់ដោយសារតែអ្នកទាំងអស់គ្នាគឺជាមនុស្សដែលឆ្លាតបើសិនរៀនសូត្រវិញគឺថារៀនសូត្រឆាប់ចេះឆាប់ចាំជាងអ្នកដទៃទៀតឯណោះគឺជាមនុស្សដែលឆ្លាតមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាក៏ជាមនុស្សស្រីដែលមានប្រាក់ចំណូលខ្ពង់ខ្ពស់ដែរបើសិនជាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីហើយមិនត្រឹមតែប៉ុណ្ណោះទៀតអ្នកទាំងអស់គ្នាអាចនឹងទទួលបានលុយកាក់ចូលមកច្រើនទៅតាមសមត្ថភាពរបស់បងប្អូនទាំងអស់គ្នានឹងឯងប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នានេះគឺជាមនុស្សប្រុស
បង្ហាញថាបងប្អូនទាំងអស់គ្នានឹងទទួលបានការឧបត្ថម្ភពីមនុស្សស្រីផ្ដល់ឲ្យបងប្អូនទាំងអស់គ្នាផងដែរដូចនេះហើយមើលឃើញថានៅក្នុងខែ3ឬក៏ខែមិនិនានឹងទទួលបានការគ្រប់គ្រងវត្ថុសំខាន់ដែលពាក់ព័ន្ធជាមួយនឹងរបស់មានតម្លៃឬក៏រឿងលុយកាក់របស់បងប្អូនទាំងអស់គ្នានឹងដូច្នេះហើយមើលឃើញថាល្អមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយសរុបសេចក្តីមកថាតើរឿងលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែមិនិនាឬក៏ខែ3នេះយ៉ាងណាដែរនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ខ្លាំងមែនតើដែលអាចរកលុយកាក់ចូលមកបានច្រើនច្រកច្រើនផ្លូវខ្លាំងមែនតើដែលមានសមត្ថភាពធ្វើទីផ្សារល្អខុសប្លែកពីអ្នកដទៃតែម្ដងអាចរកលុយកាក់ចូលមកបានច្រើនមែនតើសម្រាប់បងប្អូនទាំងអស់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាក៏អាចទទួលបានជោគលាភចូលមកសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ជីវិតរស់នៅរបស់បងប្អូនទាំងអស់គ្នានៅក្នុងខែមិនិនាឬក៏ខែ3ហ្នឹងមើលឃើញថាមានភាពបរិបូរណ៍មានភាពសប្បាយរីករាយមានភាពគ្រប់គ្រាន់និងសេចក្តីសុខនៅក្នុងជីវិតផងដែរដូច្នេះហើយមើលឃើញថាល្អខ្លាំងមែនតើបើសិនជាមានជាប់បំណុលអីហ្នឹងមើលឃើញថាអាចនឹងថានៅក្នុងខែមិនិនាឬក៏ខែ3អាចបងប្អូនទាំងអស់គ្នាអាចនឹងត្រូវបានបញ្ចប់ជាមួយនឹងរឿងដែលអាក្រក់ទាំងឡាយពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់នឹងផងដែរគ្រាន់តែថាបងប្អូនទាំងអស់គ្នារកលុយចូលបានច្រើនច្រកច្រើនផ្លូវប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នានៅមានការអន់ចិត្តទៀតនៅមានការអន់ចិត្តជាមួយនឹងលុយដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នានឹងដោយសារតែអ្នកទាំងអស់គ្នាគិតថាលុយដែលចូលមកហ្នឹងវាអត់ស័ក្តិសមជាមួយនឹងសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាសោះបងប្អូនទាំងអស់គ្នាមានការខិតខំប្រឹងប្រែងខ្លាំងណាស់ប៉ុន្តែលុយកាក់ចូលមកហ្នឹងវាបានតិចអ្នកទាំងអស់គ្នាគិតថាតិចប៉ុន្តែបើសម្រាប់អ្នកដទៃមើលវិញវាមិនមែនតិចទេគ្រាន់តែថាបងប្អូនទាំងអស់គ្នាមានសមត្ថភាពខ្ពស់ហើយខ្លាំងដូច្នេះហើយទើបធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងគិតថាលុយដែលចូលមកហ្នឹងវាតិចវាអត់ស័ក្តិសមជាមួយនឹងសមត្ថភាពដែលអ្នកទាំងអស់គ្នាធ្វើឯងហើយនៅក្នុងហ្នឹងណាបងប្អូនទាំងអស់គ្នាមួយចំនួនដែលតែងតែទៀមទាចង់បានរបស់អ្វីមួយពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់នាពេលកន្លងមកហ្នឹងបងប្អូនទាំងអស់គ្នាលែងចង់បានរបស់ទាំងអស់ហ្នឹងទៀតហើយអ្នកទាំងអស់គ្នាលែងខ្វល់ខ្វាយជាមួយនឹងរបស់អស់ហ្នឹងទៀតហើយលែងចង់បានដូចមុនទៀតហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាក៏ជាមនុស្សដែលមានឋានៈតួនាទីខ្ពង់ខ្ពស់ក្នុងរឿងការងារដែរដូច្នេះហើយអានថាលុយកាក់ដែលបានមកហ្នឹងគឺបានមកតាមឋានៈតួនាទីរបស់បងប្អូនទាំងអស់គ្នានឹងឯងដូច្នេះហើយបើអ្នកទាំងអស់គ្នាគឺជាមនុស្សស្រីមានន័យថាអ្នកទាំងអស់គ្នានឹងទទួលបានជោគលាភពាក់ព័ន្ធជាមួយរឿងលុយកាក់ប៉ុន្តែបានមកពីសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាផ្ទាល់ប៉ុន្តែបើបងប្អូនទាំងអស់គ្នានឹងគឺជាមនុស្សប្រុសវិញគឺល្អអានថានៅក្នុងខែ3ឬក៏ខែមិនិនាហ្នឹងអ្នកទាំងអស់គ្នានឹងអាចទទួលបានការឧបត្ថម្ភការជួយគ្រប់គ្រងបងប្អូនទាំងអស់គ្នាពីមនុស្សស្រីដល់ឲ្យអ្នកដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះផងដែរអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ